មហាសញ្ញតសូត្រទី2ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់ក្នុងនិក្រោធរាមទីក្រុងកបិលពស្តុនាដែនរបស់ពួកសក្កៈគ្រានោះព្រះមានព្រះភិក្ខទ្រង់ស្បង់ប្រដាប់បាតនឹងចីវរក្នុងពពនហសម័យហើយស្ដេចចូលទៅបិណ្ឌបាតក្នុងក្រុងកបិលពស្តុលុះព្រះអង្គចូលទៅបិណ្ឌបាតក្នុងក្រុងកបិលពស្តុហើយត្រឡប់មកពីបិណ្ឌបាតវិញក្នុងវេលាក្រោយផុតក៏ចូលទៅកាន់វិហាររបស់សក្កៈឈ្មោះកលខេមកៈដើម្បីសម្រាប់ព្រះអង្គក្នុងវេលាថ្ងៃសម័យនោះឯងក្នុងវិហាររបស់កលខេមកៈសក្កៈមានគេក្រាលសេនាសនៈទុកច្រើនលំដាប់នោះព្រះមានបុណ្យទ្រង់ទតឃើញសេនាសនៈច្រើនគេរៀបចំទុកក្នុងវិហាររបស់កលខេមកៈសក្កៈលុះព្រះអង្គទ្រង់ទតឃើញហើយក៏មានព្រះហឫទ័យត្រេះរិះដូចនេះថាសេនាសនៈច្រើនគេរៀបចំទុកក្នុងវិហាររបស់កលខេមកៈសក្កៈទំនងជាមានពួកភិក្ខុច្រើននៅក្នុងទីនេះទេដឹងសម័យនោះឯងព្រះអានន្ទមានអាយុកំពុងចាត់ចែងដេកជីពរក្នុងវិហាររបស់ខដយសក្កៈជាមួយនឹងពួកភិក្ខុច្រើនរូបគ្រានោះព្រះមានព្រះភិក្ខទ្រង់ចេញអំពីផលសមាបត្តិក្នុងសាយនហសម័យហើយស្ដេចចូលទៅកាន់វិហាររបស់ខដយសក្កៈលុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេរៀបចំទុកលុះព្រះអង្គគង់សុបហើយក៏ត្រាស់សួរព្រះអានន្ទមានអាយុថាមនាលអានន្ទសេនាសនៈច្រើនដែលគេបានរៀបចំទុកក្នុងវិហាររបស់កលខេមកៈសក្កៈហើយមានទាំងពួកភិក្ខុនៅក្នុងទីនោះអ្វីច្រើនម្ល៉េះព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសេនាសនៈច្រើនដែលគេរៀបចំទុកក្នុងវិហាររបស់កលខេមកៈសក្កៈហើយមានពួកភិក្ខុច្រើននៅក្នុងទីនោះបបិទ្ធព្រះអង្គដ៏ចម្រើនព្រោះពេលនេះជាពេលធ្វើចីវរប្រព្រឹត្តមកដល់យើងខ្ញុំទាំងឡាយមនាលអានន្ទភិក្ខុដែលត្រេកអរនឹងពួកចូលចិត្តនឹងពួកប្រកបរឿយៗក្នុងសេចក្តីត្រេកអរនឹងពួកត្រេកអរនឹងគ្នាចូលចិត្តនឹងមានគ្នារីករាយនឹងគ្នាមិនល្អទេមនាលអានន្ទភិក្ខុដែលត្រេកអរនឹងពួកចូលចិត្តនឹងពួកប្រកបរឿយៗក្នុងសេចក្តីត្រេកអរនឹងពួកត្រេកអរនឹងគ្នាចូលចិត្តនឹងមានគ្នារីករាយនឹងគ្នានោះហើយបានមិនបាច់ប្រាថ្នាបានមិនលំបាកបានដោយស្រួលនៅនេក្ខមសុខវិវេកសុខឧបសមសុខសម្ពោធិសុខពាក្យដូចនេះនេះមិនសមហេតុឡើយមនាលអានន្ទបើភិក្ខុណាចេញចាកពួកហើយទៅនៅម្នាក់ឯងភិក្ខុនោះនឹងបានមិនបាច់ប្រាថ្នាបានមិនលំបាកបានដោយស្រួលនៅនេក្ខមសុខវិវេកសុខឧបសមសុខសម្ពោធិសុខជាប្រកបពាក្យដូចនេះនេះទើបសមហេតុមនាលអានន្ទភិក្ខុនោះត្រេកអរនឹងពួកចូលចិត្តនឹងពួកប្រកបរឿយៗក្នុងសេចក្តីត្រេកអរនឹងពួកត្រេកអរនឹងគ្នាចូលចិត្តនឹងមានគ្នារីករាយនឹងគ្នាអាចនឹងចូលកាន់ចេតោវិមុតតិដែលផុតស្រឡះចាកកិលេសជាទីរីករាយឬនឹងចូលកាន់ចេតោវិមុតតិដែលមិនទាន់ផុតស្រឡះចាកពុកិលេសជាវិមុតតិមិនកំរើកដោយកិលេសបានពាក្យដូចនេះនេះមិនសមហេតុឡើយមនាលអានន្ទលុះតែភិក្ខុណាចេញចាកពួកហើយទៅសំងំនៅតែម្នាក់ឯងភិក្ខុនោះនឹងចូលកាន់ចេតោវិមុតតិដែលផុតចាកពុកិលេសជាទីរីករាយឬនឹងចូលកាន់ចេតោវិមុតតិដែលមិនទាន់ផុតចាកពុកិលេសជាវិមុតតិមិនកំរើកដោយកិលេសជាប្រកបពាក្យដូចនេះនេះទើបសមហេតុមនាលអានន្ទតថាគតពិចារណារកមើលមិនឃើញនៅរូបសូម្បីតែមួយដែលបុគ្គលត្រេកអរត្រេកត្រអាលយ៉ាងណាហើយមិនកើតសេចក្តីសោកសឹកសួលលំបាកកាយលំបាកចិត្តនិងសេចក្តីតានតឹងព្រោះមិនមានការប្រែប្រួលទៅជាប្រការដទៃនោះសោះឡើយមនាលអានន្ទវិហារធម៌ការនៅក្នុងទីស្ងាត់តថាគតបានត្រាស់ដឹងហើយគឺបានសម្រេចនៅសញ្ញតផលសមាបត្តិក្នុងសន្តានព្រោះមិនធ្វើទុកក្នុងចិត្តនៅសង្កតនិមិត្តទាំងអស់មានរូបជាដើមមនាលអានន្ទបើពួកភិក្ខុក្តីពួកភិក្ខុនីក្តីពួកឧបាសកក្តីពួកឧបាសិកាក្តីពួកព្រះរាជាក្តីពួករាជមហាមាត្រក្តីពួកដេរថីក្តីពួកសាវកនៃដេរថីក្តីជាអ្នកចូលមករកតថាគតជាភគវន្ត
ដែលកំពុងនៅដោយវិហារធម៌នេះមនាលអានន្ទតថាគតស្ថិតនៅក្នុងកណ្ដាលបរិស័ទនោះក៏មានចិត្តឈមទៅរកវិវេកបែរទៅរកវិវេកទោទន់ទៅរកវិវេកស្ងាត់ចាកពុគណៈត្រេកអរនឹងនេកមៈប្រះចាកធម៌ដែលជាទីតាំងនៃអាសវៈជាអ្នកធ្វើនៅពាក្យដែលប្រកបដោយការដាស់តឿនឲ្យវាចាកធម៌ជាទីតាំងនៃអាសវៈសពគ្រប់ដោយពិតមនាលអានន្ទហេតុនោះភិក្ខុក្នុងសាសនានេះបើមានសេចក្តីប្រាថ្នាថាអាត្មាអញគប្បីសម្រេចនៅសញ្ញតផលសមាបត្តិខាងក្នុងគឺបញ្ចក្ខន្ធរបស់ខ្លួនមនាលអានន្ទភិក្ខុនោះត្រូវតាំងចិត្តត្រូវញ៉ាំងចិត្តឲ្យរីករាយត្រូវធ្វើចិត្តឲ្យស្ងប់ស្ងាត់ត្រូវធ្វើចិត្តឲ្យជ្រះថ្លាខាងក្នុងតែមួយយ៉ាងមនាលអានន្ទចូលភិក្ខុតាំងចិត្តធ្វើចិត្តឲ្យរីករាយធ្វើចិត្តឲ្យស្ងប់ស្ងាត់ធ្វើចិត្តឲ្យជ្រះថ្លាខាងក្នុងគឺបញ្ចក្ខន្ធរបស់ខ្លួនតើដូចម្ដេចមនាលអានន្ទភិក្ខុក្នុងសាសនានេះស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយចូលកាន់បឋមឈានប្រកបដោយវិតកវិចារៈមានបៃតិនិងសុខៈដែលកើតអំពីវិវេកចូលកាន់ទុតិយឈានចូលកាន់តតិយឈានចូលកាន់ចតុថឈានមនាលអានន្ទភិក្ខុតាំងចិត្តធ្វើចិត្តឲ្យជ្រះថ្លាធ្វើចិត្តឲ្យស្ងប់ស្ងាត់ធ្វើចិត្តឲ្យរីករាយខាងក្នុងយ៉ាងនេះឯងភិក្ខុនោះឈ្មោះថាធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងតែកាលបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងហើយចិត្តមិនស្ទុះទៅមិនជ្រះថ្លាមិនតាំងនៅសុខមិនចោះចិត្តសុខក្នុងសញ្ញតផលសមាបត្តិខាងក្នុងទេមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុរមែងដឹងច្បាស់យ៉ាងនេះថាកាលអាត្មាអញធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងចិត្តមិនស្ទុះទៅមិនជ្រះថ្លាមិនតាំងនៅសុខមិនចោះចិត្តសុខក្នុងសញ្ញតផលសមាបត្តិខាងក្នុងទេភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្រៅគឺបញ្ចក្ខន្ធអ្នកដទៃបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងនិងខាងក្រៅបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រគឺអរូបសមាបត្តិកាលភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រចិត្តមិនស្ទុះទៅមិនជ្រះថ្លាមិនតាំងនៅសុខមិនចុះចិត្តសុខក្នុងសេចក្តីមិនញាប់ញ័រមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថាកាលអាត្មាអញធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រហើយចិត្តក៏មិនស្ទុះទៅមិនជ្រះថ្លាមិនតាំងនៅសុខមិនចុះចិត្តសុខក្នុងសេចក្តីមិនញាប់ញ័រភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះមនាលអានន្ទភិក្ខុនោះត្រូវតាំងចិត្តធ្វើចិត្តឲ្យជ្រះថ្លាធ្វើចិត្តឲ្យស្ងប់ស្ងាត់ធ្វើចិត្តឲ្យរីករាយខាងក្នុងសមាធិនិមិត្តពីមុននោះវិញភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងកាលភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងហើយចិត្តក៏ស្ទុះទៅជ្រះថ្លាតាំងនៅសុខចុះចិត្តសុខក្នុងសញ្ញតផលសមាបត្តិខាងក្នុងមនាលអានន្ទកាលបើចិត្តនោះស្ងប់ស្ងាត់យ៉ាងនេះភិក្ខុក៏ដឹងច្បាស់យ៉ាងនេះថាកាលអាត្មាអញធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងហើយចិត្តក៏ស្ទុះទៅជ្រះថ្លាតាំងនៅសុខចុះចិត្តសុខក្នុងសញ្ញតផលសមាបត្តិខាងក្នុងភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសញ្ញតផលសមាបត្តិខាងក្នុងនិងខាងក្រៅបើភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រកាលភិក្ខុនោះធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រហើយចិត្តក៏ស្ទុះទៅជ្រះថ្លាតាំងនៅសុខចុះចិត្តសុខក្នុងសេចក្តីមិនញាប់ញ័រមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថាកាលអាត្មាអញធ្វើទុកក្នុងចិត្តនៅសេចក្តីមិនញាប់ញ័រហើយចិត្តក៏ស្ទុះទៅជ្រះថ្លាតាំងនៅសុខចុះចិត្តសុខក្នុងសេចក្តីមិនញាប់ញ័រភិក្ខុនោះជាអ្នកដឹងច្បាស់នៅហេតុនោះដោយប្រការដូចនេះមនាលអានន្ទកាលបើភិក្ខុនោះនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីចង្ក្រមភិក្ខុនោះចង្ក្រមដោយគិតដូចនេះថាអកុសលធម៌ទាំងឡាយដ៏លាមកគឺអភិជ្ជានិងទោមនស្ស
នឹងមិនជាប់តាមអាត្មាអញដែលកំពុងចង្ក្រមយ៉ាងនេះភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទកាលបើភិក្ខុនោះកំពុងនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីកិរិយាឈរភិក្ខុនោះឈរដោយគិតថាអកុសលធម៌ទាំងឡាយដ៏លាមកគឺអភិជានឹងទូមនោនឹងមិនជាប់តាមអាត្មាអញដែលកំពុងឈរយ៉ាងនេះភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទកាលបើភិក្ខុនោះកំពុងនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីអង្គុយភិក្ខុនោះក៏អង្គុយដោយគិតថាអកុសលធម៌ទាំងឡាយដ៏លាមកគឺអភិជានឹងទូមនោនឹងមិនជាប់តាមអាត្មាអញដែលកំពុងអង្គុយនៅយ៉ាងនេះភិក្ខុនោះជាអ្នកដឹងក្នុងហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទកាលបើភិក្ខុនោះនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីដេកភិក្ខុនោះក៏ដេកដោយគិតថាអកុសលធម៌ទាំងឡាយដ៏លាមកគឺអភិជានឹងទូមនោនឹងមិនជាប់តាមអាត្មាអញដែលកំពុងដេកយ៉ាងនេះភិក្ខុនោះជាអ្នកដឹងច្បាស់នៅហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទកាលបើភិក្ខុនោះកំពុងនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីនិយាយភិក្ខុនោះគិតថាកថាណាថោកទាបជារបស់អ្នកស្រុកជារបស់ពុទ្ធជនមិនប្រសើរមិនប្រកបដោយប្រយោជន៍មិនប្រព្រឹត្តទៅដើម្បីនឿយណាយមិនប្រព្រឹត្តទៅដើម្បីប្រាសចារិយកៈមិនប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខមិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់មិនប្រព្រឹត្តទៅដើម្បីដឹងច្បាស់មិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានគឺរាជកថានិយាយពីព្រះរាជាចោកថានិយាយពីចោមហាមតកថានិយាយពីអាមាធំសេនាកថានិយាយពីសេនាភយកថានិយាយពីភ័យយុទ្ធកថានិយាយពីចម្បាំងអនកថានិយាយពីបាយបានកថានិយាយពីទឹកវត្ថកថានិយាយពីសម្ពុទ្ធសាយនកថានិយាយពីដំណេកមាលាកថានិយាយពីកម្រងផ្កាគុណធកថានិយាយពីគ្រឿងក្រអូបញាតកថានិយាយពីញាតយានកថានិយាយពីយានជំនិះគៀមកថានិយាយពីស្រុកនិគមកថានិយាយពីនិគមនគរកថានិយាយពីក្រុងជនបទកថានិយាយពីជនបទអិថីកថានិយាយពីស្ត្រីសោកថានិយាយពីមនុស្សឃ្លាវខ្លាវិសិក្ខាកថានិយាយពីកំប៉ោយគុំភឋានកថានិយាយពីកន្លែងដាក់ក្អមទឹកឬកន្លែងកំណប់បុព្វពេតកថានិយាយពីមនុស្សដែលស្លាប់ហើយនានុត្តកថានិយាយពីភាពមនុស្សផ្សេងគ្នាលោកខាយិកានិយាយពីព្រំកសាងលោកសមុត្តខាយិកានិយាយពីព្រំកសាងសមុទ្រនិយាយអំពីភពតូចនិងភពធំថាដូច្នោះខ្លះដូច្នេះខ្លះអាត្មាអញមិននិយាយនៅកថាមានសភាពយ៉ាងនោះឡើយភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទកថាណាភោផងជាទីសប្បាយនៃការពិចារណាតាមដំណើរចិត្តប្រព្រឹត្តទៅដើម្បីនឿយណាយដោយចំណែកមួយដើម្បីប្រាចារិយកៈដើម្បីរំលត់ទុក្ខដើម្បីស្ងប់រម្ងាប់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីព្រះនិព្វានគឺអបិច្ឆកថានិយាយពីសេចក្តីប្រាថ្នាតិចសន្តុថេកថានិយាយពីសេចក្តីសន្តោសបវិវេកថានិយាយពីសេចក្តីស្ងប់ស្ងាត់អសង្សកកថានិយាយពីការមិនជាប់ជំពាក់វិរិយារំភកថានិយាយពីការប្រារព្ធព្យាយាមសិលកថានិយាយពីសិលសមាធិកថានិយាយពីសមាធិបញ្ញាកថានិយាយពីប្រាជ្ញាវិមុតតិកថានិយាយពីការរួចចាកកិលេសវិមុតតិញ្ញាណទស្សនកថានិយាយពីការឃើញដោយបញ្ញាចំពោះកិរិយារួចចាកកិលេសអាត្មាអញនឹងនិយាយតែកថាមានសភាពយ៉ាងនោះឯងភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រកាសដូច្នេះមនាលអានន្ទ
កាលបើភិក្ខុនោះកំពុងនៅដោយវិហារធម៌គឺសមថវិបស្សនានេះចិត្តក៏បង្អោនទៅដើម្បីវិតកៈសេចក្តីត្រេះរិះភិក្ខុនោះគិតថាវិតកៈទាំងឡាយណាដែលថោកទាបជារបស់អ្នកស្រុកជារបស់ពុទ្ធជនមិនប្រសើរមិនប្រកបដោយប្រយោជន៍មិនប្រព្រឹត្តទៅដើម្បីនឿយណាយមិនប្រព្រឹត្តទៅដើម្បីប្រាចារិយកៈមិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ទុក្ខមិនប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់មិនប្រព្រឹត្តទៅដើម្បីដឹងមិនប្រព្រឹត្តទៅដើម្បីត្រាស់ដឹងមិនប្រព្រឹត្តទៅដើម្បីព្រះនិព្វានគឺកាមវិតកៈព្យាបាទវិតកៈវិហិង្សាវិតកៈអាត្មាអញនឹងមិនត្រេះរិះដោយវិតកៈមានសភាពយ៉ាងនោះឡើយភិក្ខុនោះជាអ្នកដឹងក្នុងហេតុនោះដោយប្រការដូចនេះមនាលអានន្ទវិតកៈទាំងឡាយណាដ៏ប្រសើរជានេយានិកៈដឹកនាំសត្វតែងដឹកនាំបុគ្គលអ្នកធ្វើតាមពុទ្ធវចនៈនោះដើម្បីការអស់ទៅនៃទុក្ខដោយប្រពៃបានគឺនេកមៈវិតកៈអព្យាបាទវិតកៈអវិហិង្សាវិតកៈភិក្ខុគិតថាអាត្មាអញនឹងត្រេះរិះនៅវិតកៈទាំងឡាយមានសភាពយ៉ាងនោះឯងភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះមនាលអានន្ទកាមគុណនេះមាន5ប្រការកាមគុណ5ប្រការគឺអ្វីខ្លះរូបទាំងឡាយដែលបុគ្គលដឹងដោយភ្នែកជាទីប្រាថ្នាជាទីត្រេកអរជាទីគាប់ចិត្តមានសភាពគួរស្រឡាញ់ប្រកបដោយកាមគួរឲ្យកើតតម្រេកមួយសំឡេងទាំងឡាយដែលបុគ្គលដឹងដោយត្រចៀកមួយក្លិនទាំងឡាយដែលបុគ្គលដឹងដោយច្រមុះមួយរសទាំងឡាយដែលបុគ្គលដឹងដោយអណ្ដាតមួយផោថពៈទាំងឡាយដែលបុគ្គលដឹងដោយកាយជាទីប្រាថ្នាជាទីត្រេកអរជាទីគាប់ចិត្តមានសភាពគួរស្រឡាញ់ប្រកបដោយកាមគួរឲ្យកើតតម្រេកមួយមនាលអានន្ទកាមគុណ5ប្រការនេះឯងភិក្ខុត្រូវពិចារណាចិត្តរបស់ខ្លួនឲ្យរឿយៗថាបណ្ដាកាមគុណទាំង5នេះសេចក្តីជ្រួលច្រាលនៃចិត្តរបស់អាត្មាអញកើតឡើងក្នុងហេតុជាទីកើតនៃកិលេសចំពោះកាមគុណណាមួយមានដែរឬទេមនាលអានន្ទបើភិក្ខុពិចារណាទៅដឹងយ៉ាងនេះថាបណ្ដាកាមគុណទាំង5នេះសេចក្តីជ្រួលច្រាលនៃចិត្តរបស់អាត្មាអញកើតឡើងក្នុងហេតុជាទីកើតនៃកិលេសចំពោះកាមគុណណាមួយមានដែរឬទេមនាលអានន្ទបើភិក្ខុពិចារណាទៅដឹងយ៉ាងនេះថាបណ្ដាកាមគុណទាំង5នេះសេចក្តីជ្រួលច្រាលនៃចិត្តរបស់អាត្មាអញកើតឡើងក្នុងហេតុជាទីកើតនៃកិលេសចំពោះកាមគុណណាមួយមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុគង់ដឹងយ៉ាងនេះថាដំរេចណាដែលកើតក្នុងកាមគុណទាំង5នេះដំរេចនោះអាត្មាអញមិនទាន់លះបង់បានទេមនាលអានន្ទមួយទៀតបើភិក្ខុពិចារណាទៅដឹងយ៉ាងនេះថាបណ្ដាកាមគុណទាំង5នេះសេចក្តីជ្រួលច្រាលនៃចិត្តរបស់អាត្មាអញមិនកើតឡើងក្នុងហេតុជាទីកើតនៃកិលេសចំពោះកាមគុណណាមួយទេមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុក៏ដឹងយ៉ាងនេះថាសេចក្តីប្រាថ្នាណាក្នុងកាមគុណទាំង5នេះសេចក្តីប្រាថ្នានោះអាត្មាអញបានលះបង់ហើយភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះមនាលអានន្ទឧបាទានខណ្ឌនេះមាន5យ៉ាងភិក្ខុគប្បីនៅដោយកិរិយាពិចារណាឃើញច្បាស់នៅការកើតនិងការរលត់ដូចនេះថារូបដូចនេះការកើតឡើងនៃរូបដូចនេះការវិនិច្ឆ័យទៅនៃរូបដូចនេះវេទនាដូចនេះសញ្ញាដូចនេះសង្ខារទាំងឡាយដូចនេះវិញ្ញាណដូចនេះការកើតឡើងនៃវិញ្ញាណដូចនេះការវិនិច្ឆ័យទៅនៃវិញ្ញាណដូចនេះកាលបើភិក្ខុនោះនៅពិចារណាឃើញច្បាស់នៅការកើតនិងការរលត់ក្នុងឧបាទានខណ្ឌទាំង5នេះភិក្ខុនោះរមែងលះបង់អស្មិមិនៈក្នុងឧបាទានខណ្ឌទាំង5ចេញបានមនាលអានន្ទកាលបើមានហេតុយ៉ាងនេះភិក្ខុដឹងយ៉ាងនេះថាអាត្មាអញបានលះបង់អស្មិមិនៈក្នុងឧបាទានខណ្ឌទាំង5បានហើយភិក្ខុនោះជាអ្នកដឹងច្បាស់ក្នុងហេតុនោះដោយប្រការដូចនេះមនាលអានន្ទធម៌ទាំងឡាយនេះឯងជាប់មកតាមកុសលដោយចំណែកមួយដ៏បរិសុទ្ធប្រសើរក្នុងលោកដែលមានចិត្តបាបមិនអាចគ្របសង្កត់បានមនាលអានន្ទអ្នកសម្គាល់នៅហេតុនោះថាដូចម្ដេចសាវកពិចារណាឃើញនៅអំណាចនៃប្រយោជន៍ដូចម្ដេចបានជាមិនបាច់គេហៅរក
តែគួរដើរតាមសាស្តាព្រះអានន្ទក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនធម៌ទាំងឡាយមានព្រះភិក្ខជាមូលមានព្រះភិក្ខជាអ្នកណែនាំមានព្រះភិក្ខជាទីពឹងបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះភិក្ខសំដែងសេចក្តីនៃភាសិតនោះដោយប្រពៃដល់យើងខ្ញុំពួកភិក្ខុស្ដាប់ភាសិតរបស់ព្រះអង្គហើយនឹងចងចាំទុកមនាលអានន្ទសាវកមិនគួរដើរតាមតែព្រះសាស្តាទេគឺថាគួរតែស្ដាប់នៅសុត្តៈកេយៈវៃយាករណៈដំណើរនោះព្រោះហេតុអ្វីមនាលអានន្ទព្រោះថាធម៌ទាំងឡាយអ្នកទាំងឡាយក៏បានស្ដាប់បានទ្រទ្រង់ចាំរត់មាត់ស្ទាត់ក្នុងចិត្តចាក់ធ្លុះដោយទិដ្ឋិជាយូរយារហើយមនាលអានន្ទមួយទៀតកថាណាភោផង់ក្រៃលែងជាទីសប្បាយនៃកិរិយាពិចារណាដោយចិត្តប្រព្រឹត្តទៅដើម្បីនឿយណាយដោយចំណែកមួយដើម្បីប្រះចារិយកៈដើម្បីរំលត់ទុក្ខដើម្បីស្ងប់រងាប់ដើម្បីដឹងច្បាស់ដើម្បីត្រាស់ដឹងដើម្បីព្រះនិព្វានកថានោះគឺអបិច្ឆកថាសន្តុថេកថាបវិវេកថាអសង្សកកថាវិរិយារំភកថាសិលកថាសមាធិកថាបញ្ញាកថាវិមុតតិកថាវិមុតតិញាណទស្សនកថាមនាលអានន្ទសាវកគួរតែស្ដាប់នៅកថាមានសភាពយ៉ាងនោះទើបឈ្មោះថាមិនបាច់គេហៅរកគួរតែដើរតាមសាស្តាមនាលអានន្ទកាលបើមានហេតុយ៉ាងនេះឧបទ្រពអាចារ្យក៏មានកាលបើមានហេតុយ៉ាងនេះឧបទ្រពកូនសិស្សក៏មានកាលបើមានហេតុយ៉ាងនេះឧបទ្រពព្រហ្មចារីក៏មានមនាលអានន្ទឧបទ្រពអាចារ្យតើដូចម្ដេចមនាលអានន្ទសាស្តាខ្លះក្នុងលោកនេះនៅអាស្រ័យនឹងសេនាសនៈដ៏ស្ងាត់គឺព្រៃម្លប់ឈើភ្នំញកភ្នំគុហាក្នុងភ្នំព្រៃស្មសានដងព្រៃទីវាលគំនរចំបើងកាលដែលសាស្តានោះជិះចេញจากពុគណៈដូច្នោះពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីក៏ចេះតែចូលទៅរកសាស្តានោះកាលបើព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីចេះតែចូលទៅរកដូច្នោះហើយសាស្តានោះប្រាថ្នានៅតណ្ហាជាធម្មជាតិជ្រុលជ្រប់ដល់នៅសេចក្តីត្រេកអរក៏ត្រឡប់មកកាន់សេចក្តីល្មមវិញមនាលអានន្ទនេះតថាគតហៅថាឧបទ្រពអាចារ្យព្រោះឧបទ្រពគឺកិលេសកើតក្នុងអាចារ្យអកុសលធម៌ទាំងឡាយដ៏លាមកជាគ្រឿងសៅហ្មងជាធម៌នាំឲ្យកើតក្នុងភពថ្មីទៀតប្រព្រឹត្តទៅដោយសេចក្តីក្រវល់ក្រវាយឲ្យផលជាទុក្ខប្រកបដោយជាតិជរានិងមរណៈតទៅមុខក៏សម្លាប់នៅសាស្តានោះមនាលអានន្ទយ៉ាងនេះឯងជាឧបទ្រពអាចារ្យមនាលអានន្ទឧបទ្រពសិស្សទៅដូចម្ដេចមនាលអានន្ទសាវករបស់សាស្តានោះឯងកាលចម្រើនវិវេកយកតម្រាប់សាស្តានោះក៏អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់គឺព្រៃម្លប់ឈើភ្នំញកភ្នំគុហាក្នុងភ្នំព្រៃស្មសានដងព្រៃទីវាលគំនរចំបើងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីក៏ចេះតែចូលទៅរកសាវកដែលចេញចាកពួកដូច្នោះសាវកនោះប្រាថ្នានៅតណ្ហាជាធម្មជាតិជ្រុលជ្រប់ដល់នៅសេចក្តីត្រេកអរក៏ត្រឡប់មកកាន់សេចក្តីល្មោកក្នុងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីដែលចូលទៅរកទាំងអំបាលនោះវិញមនាលអានន្ទនេះតថាគតហៅថាឧបទ្រពសិស្សព្រោះឧបទ្រពគឺកិលេសកើតក្នុងសិស្សអកុសលធម៌ទាំងឡាយដ៏លាមកជាគ្រឿងសៅហ្មងជាធម៌នាំឲ្យកើតក្នុងភពថ្មីទៀតប្រព្រឹត្តទៅដោយសេចក្តីក្រវល់ក្រវាយឲ្យផលជាទុក្ខប្រកបដោយជាតិជរានិងមរណៈតទៅក៏សម្លាប់នឹងសាវកនោះមនាលអានន្ទយ៉ាងនេះឯងជាឧបទ្រពសិស្សមនាលអានន្ទចូលឧបទ្រពព្រហ្មចារីតើដូចម្ដេចមនាលអានន្ទព្រះតថាគតឆ្ងាយចាកសិក្សាត្រូវគឺកិលេសត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គបរិបូរដោយវិជ្ជានិងចរណៈមានដំណើរល្អទៅកាន់ព្រះនិព្វានជ្រាបច្បាស់នៅត្រៃលោកប្រសើរដោយសីលាតិគុណ
រកបុគ្គលណាមួយស្មើគ្មានជាអ្នកទូន្មាននៅបុរសដែលគួរទូន្មានបានជាសាស្តានៃទេវតានិងមនុស្សទាំងឡាយត្រាស់ដឹងនៅចតុរារិយសច្ចៈមិនត្រឡប់មកកាន់ត្រៃភពព្រះអង្គកើតឡើងក្នុងលោកនេះព្រះតថាគតនោះអាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់គឺព្រៃម្លប់ឈើភ្នំញកភ្នំគុហាភ្នំព្រៃស្មសានដងព្រៃទីវាលគំនរចម្បើងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីក៏ចេះតែចូលទៅរកព្រះតថាគតដែលចេញចាកពួកដូច្នោះព្រះតថាគតនោះមិនប្រាថ្នានៅតណ្ហាជាធម្មជាតិជ្រុលជ្រប់មិនដល់នៅសេចក្តីត្រេកអរមិនត្រឡប់មកកាន់សេចក្តីល្មោកក្នុងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីដែលចូលទៅរកនោះទេមនាលអានន្ទតែថាសាវករបស់សាស្តានោះឯងចម្រើនវិវេកយកតម្រាប់សាស្តានោះក៏នៅនឹងសេនាសនៈដ៏ស្ងាត់គឺព្រៃលប់ឈើភ្នំញកភ្នំគុហាក្នុងភ្នំព្រៃស្មសានដងព្រៃទីវាលគំនរចម្បើងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីក៏ចេះតែចូលទៅរកសាវកដែលចាកចេញពួកដូច្នោះសាវកនោះបែរជាប្រាថ្នានៅតណ្ហាជាធម្មជាតិជ្រុលជ្រប់ដល់នៅសេចក្តីត្រេកអរក៏ត្រឡប់មកកាន់សេចក្តីល្មោកក្នុងពួកព្រាហ្មណ៍និងកហបតីក្តីអ្នកនិគមក្តីអ្នកជនបទក្តីដែលចូលទៅរកនោះវិញមនាលអានន្ទនេះឯងតថាគតហៅថាឧបទ្រពព្រហ្មចារីយ៍ព្រោះឧបទ្រពគឺកិលេសកើតក្នុងព្រហ្មចារីយ៍អកុសលធម៌ទាំងឡាយដ៏លាមកជាគ្រឿងសៅហ្មងជាធម៌នាំឲ្យកើតក្នុងភពថ្មីទៀតប្រព្រឹត្តទៅដោយសេចក្តីក្រវល់ក្រវាយឲ្យផលជាទុក្ខប្រកបដោយជាតិជរានិងមរណៈតទៅក៏សម្លាប់នៅសាវកនោះមនាលអានន្ទយ៉ាងនេះឯងជាឧបទ្រពព្រហ្មចារីយ៍មនាលអានន្ទបណ្ដាឧបទ្រពទាំងនោះឧបទ្រពអាចារ្យក្តីឧបទ្រពសិស្សក្តីឲ្យផលជាទុក្ខល្មមទេចំណែកឧបទ្រពព្រហ្មចារីយ៍នេះទើបឲ្យផលជាទុក្ខយ៉ាងក្រៃលែងឲ្យផលផ្សាក្តៅយ៉ាងក្រៃលែងជាងឧបទ្រពអាចារ្យនិងឧបទ្រពសិស្សទាំងនោះទៅទៀតមិនតែប៉ុណ្ណោះប្រព្រឹត្តទៅដើម្បីធ្លាក់ចុះទៅកាន់អបាយមនាលអានន្ទហេតុនោះអ្នកទាំងឡាយចូលរាប់អានតថាគតដោយសេចក្តីប្រតិបត្តិជាមិត្តកុំរាប់អានតថាគតដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរឡើយសេចក្តីប្រតិបត្តិជាមិត្តនោះនឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយអស់កលជាអង្វែងទៅមនាលអានន្ទចុះពួកសាវករាប់អានសាស្តាដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរមិនរាប់អានសាស្តាដោយសេចក្តីប្រតិបត្តិជាមិត្តតើដូចម្ដេចមនាលអានន្ទសាស្តាក្នុងលោកនេះជាអ្នកអនុគ្រោះស្វែងរកប្រយោជន៍ប្រកបដោយសេចក្តីអនុគ្រោះទើបសម្ដែងធម៌ដល់ពួកសាវកថាធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយឯពួកសាវករបស់សាស្តានោះមិនស្ដាប់ដោយគោរពមិនផ្ទៀងត្រចៀកស្ដាប់មិនញ៉ាំងចិត្តដែលត្រាច់ទៅក្នុងទីដទៃឲ្យតាំងនៅនឹងលះបង់លែងប្រព្រឹត្តតាមសាសនារបស់សាស្តាមនាលអានន្ទពួកសាវករាប់អានសាស្តាដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរមិនរាប់អានដោយសេចក្តីប្រតិបត្តិជាមិត្តយ៉ាងនេះឯងមនាលអានន្ទចុះពួកសាវករាប់អានសាស្តាដោយសេចក្តីប្រតិបត្តិជាមិត្តមិនរាប់អានដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរតើដូចម្ដេចមនាលអានន្ទសាស្តាក្នុងលោកនេះជាអ្នកអនុគ្រោះស្វែងរកប្រយោជន៍ប្រកបដោយសេចក្តីអនុគ្រោះទើបសម្ដែងធម៌ដល់ពួកសាវកថាធម្មជាតិនេះប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់អ្នកទាំងឡាយធម្មជាតិនេះប្រព្រឹត្តទៅដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយពួកសាវករបស់សាស្តានោះខំប្រឹងស្ដាប់ផ្ទៀងត្រចៀកស្ដាប់ញ៉ាំងចិត្តដែលត្រាច់ទៅក្នុងទីដទៃឲ្យតាំងនៅនឹងទាំងមិនលះបង់លែងប្រព្រឹត្តតាមសាសនារបស់សាស្តាឡើយមនាលអានន្ទពួកសាវករាប់អានសាស្តាដោយសេចក្តីប្រតិបត្តិជាមិត្តមិនរាប់អានដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរយ៉ាងនេះឯងមនាលអានន្ទព្រោះហេតុនោះអ្នកទាំងឡាយគួររាប់អានតថាគតដោយសេចក្តីប្រតិបត្តិជាមិត្តចុះកុំរាប់អានតថាគតដោយសេចក្តីប្រតិបត្តិជាអ្នកមានពៀរឡើយការប្រតិបត្តិជាមិត្តនោះនឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍
ដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយអស់កាលជាអង្វែងទៅមនាលអានន្ទស្មូនឆ្នាំងកាន់ភីទាំងឡាយដែលទៅទឹកមិនទាន់ស្ងួតធ្នរមិនឲ្យបែកយ៉ាងណាតថាគតមិនបៀតបៀនអ្នកទាំងឡាយយ៉ាងនោះដែរមនាលអានន្ទតថាគតសង្កត់សង្កិនហើយព្រានប្រដៅរឿយមនាលអានន្ទតថាគតបន្ស័តបងបំផ្លាញបងនៅទោសចេញហើយព្រានប្រដៅថែមទៀតដោយគិតថានឹងឲ្យអ្នកទាំងឡាយមានសារៈគឺមគ្គផលតាំងនៅក្នុងសន្តានលុះព្រះមានបនបានត្រាស់ព្រះសូត្រនេះចប់ហើយព្រះអានន្ទមានអាយុមានសេចក្តីពេញចិត្តត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភិក្ខដោយប្រការដូចនេះចប់មហាសញ្ញតសូត្រទី2